ដីឧត្តមសេនីយ៍លន់នល់និងលោកជំទាវនីងលោកសាងឧទ្ទិសចំពោះពុទ្ធសាសនាបងកសាងតាំងពីឆ្នាំ1968នឹងកន្លែងនេះពីដើមអាស្រមដូនជីក្មេងគេសាងអញ្ចឹងទៅឧទ្ទិសដើម្បីឲ្យភ្ញៀវអីដូនជីអីគាត់មកគាត់គោរពឧទ្ទិសចំពោះពុទ្ធសាសនាហើយកន្លែងហ្នឹងគេនគរសេរីប្រទេសព្រះសម្មាសម្ពុទ្ធបងថាបងប្អូនជាប្រវត្តិអ្នកទេសចរយើងមកច្រើនទេបងមកច្រើនតាបងបាទគាត់មករហូហែរាល់ថ្ងៃបងបាទបងប្អូនមកដល់ទីកន្លែងនេះខ្ញុំមានចំណាប់អារម្មណ៍មួយផងដែរសម្រាប់ចេតិយដែលបានបន្សល់ទុកពីសម័យលន់នល់ហើយតាមតែបងប្រុសគាត់ជួយធ្វើការបកស្រាយអំពីប្រវត្តិដំណើរដើមទងរបស់ចេតិយនេះគឺត្រូវបានកសាងឡើងក្នុងកំឡុងឆ្នាំ1968គឺជាស្នាដៃរបស់លោកលន់នល់ព្រមទាំងភរិយាបាទក្នុងគោលបំណងនៃការកសាងចេតិយឡើងនេះគឺដើម្បីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធនៃយើងទាំងអស់បាទហើយទីកន្លែងនេះក៏ជាទីកន្លែងមួយដែលឆក់យកចំណាប់អារម្មណ៍ភ្ញៀវទេសចរទាំងក្រៅស្រុកក៏ដូចជាក្នុងស្រុកផងដែរឲ្យមកទស្សនាកម្សាន្តកន្លែងនេះគួរជាទីគយគន់ឥឡូវនេះខ្ញុំបាទសូមការអនុញ្ញាតផ្ដាច់រូបភាពផ្នែកខាងលើជូនបងប្អូនបានទស្សនាកម្សាន្តតោះទៅជាមួយខ្ញុំបាទទាំងអស់គ្នាចេតិយមួយកន្លែងនេះគឺត្រូវបានកសាងឡើងជាកម្មកសាងអំពីថ្មភ្នំលាយជាមួយនឹងថ្មបាយអទីម៉ងបាយអបងប្អូនយើងបាទហើយមិនមានការរចនាម៉ូដឆាតឆាយអីទេដោយសារតែគឺជាស្នាដៃបន្សល់ទុកពីជំនាន់ដើមហើយក៏មិនមានការជួសជុលអីឲ្យវាខុសទ្រង់ទ្រីដើមដែរគឺជាការរក្សាទុកសម្រាប់បេតិកភណ្ឌជាតិនាសម័យជំនាន់ក្រោយទុកឲ្យកូនចៅខ្មែរបានទស្សនាឥឡូវនេះយើងបន្តឡើងដំណើរទៅផ្នែកខាងលើទៀតពីណាក្បាច់រចនាទៅតាមខឿនបង្កាន់ដៃក៏ស្រស់ស្អាតដែរបងប្អូនយើងបាទពីថារចនាបែបម៉ូដសម័យបុរាណតែម្ដងទីកន្លែងនេះបាទមកដល់កន្លែងនេះគឺថាសម្រាប់យើងអាចឡើងទៅលើបានគឺយើងមានច្រកឡើង2គឺផ្នែកខាងស្ដាំហើយមួយទៀតគឺផ្នែកខាងឆ្វេងគឺងាយស្រួលដើម្បីយើងធ្វើការឡើងផ្នែកខាងនេះគឺក៏យើងអាចធ្វើការឡើងចុះបានដូចគ្នាសរុបសេចក្តីគឺសម្រាប់ច្រកឡើងទៅផ្នែកខាងលើគឺមានបង្កាន់ដៃយ៉ាងរចនាម៉ូដបែបបុរាណតែម្ដងបាទគឺច្រកឡើងគឺមាន2ហើយទាំងសិលានេះគឺត្រូវបានកសាងឡើងជាបែបថ្មភ្នំលាយជាមួយនឹងស៊ីម៉ងបាយអហើយតាមបញ្ជាក់ជូនប្រវត្តិដំណើរដើមទងអំពីចេតិយនេះគឺកសាងឡើងក្នុងកំឡុងឆ្នាំ1968គឺជាស្នាដៃរបស់លោកលន់នល់ជាមួយនឹងភរិយាដើម្បីក្នុងគោលបំណងតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធនៃយើងតោះឥឡូវយើងបន្តឡើងទៅលើទៀតបងប្អូនយើងបាទតោះឥឡូវយើងបន្តឡើងទៅលើបន្តិចទៀតបាទមកដល់កន្លែងនេះគឺថាកសាងបែបសម័យបុរាណដែលបានបន្សល់ទុកនៅរូបព្រះបដិមាបងប្អូនបានឃើញហើយអត្ថន័យនៃខ្លឹមសារអំពីព្រះពុទ្ធបដិមានេះខ្ញុំបាទក៏មិនអាចជម្រាបជូនបងប្អូនយើងឲ្យបានយល់ដែរទេបាទសូមអធិស្ឋានហើយខ្ញុំបាទនឹងខំសិក្សាស្វែងយល់អំពីទីកន្លែងនេះដើម្បីត្រៀមចេញជួបបង្ហាញជូនបងប្អូនបានទស្សនានៅវីដេអូក្រោយសម្រាប់ការសិក្សាស្វែងយល់ដឹងអំពីប្រវត្តិនៃការដាក់រូបព្រះបដិមានេះបងប្អូនយើងបាទរូបសំណាកសម្រាប់រូបសំណាកដែលតម្កល់នៅទីកន្លែងនេះគឺថាមាន4រូបសម្រាប់ហើយបែបដូចជា
ស្ត្រីខ្មែរនៅក្នុងយុគសម័យហ្នឹងបងប្អូនយើងបាទហើយការស្លៀកពាក់ក៏បែបបុរាណយើងបានបន្សល់តាំងពីជំនាន់ឆ្នាំ1968ផងដែរហើយតាមដែលខ្ញុំគិតថាការស្លៀកពាក់រូបសំណាកនេះគឺប្រកាសជាមានខ្លឹមសារអត្ថន័យទៅតាមរូបនីមួយៗប៉ុន្តែខ្ញុំបាទមិនទាន់អាចជម្រាបជូនបងប្អូនយើងបាននៅពេលនេះយើងនឹងធ្វើការសិក្សាស្វែងយល់បន្តបាទចំពោះរូបសំណាកមួយរូបនេះគឺមានស្ត្រី3កូនប្រុសម្នាក់គឺជាការបង្ហាញមួយឲ្យឃើញថាគឺស្ត្រីខ្មែរគឺមានការទទួលខុសត្រូវចំពោះគ្រួសារយ៉ាងខ្លាំងគឺការចិញ្ចឹមបីបាច់ថែរក្សាកូនគឺជាបន្ទុកគ្រួសាររបស់ស្ត្រីនៅក្នុងយុគសម័យហ្នឹងបងប្អូនយើងបាទប៉ុន្តែក៏សូមអធិស្ឋានទុកជាមុនបងប្អូនសម្រាប់ការយល់ឃើញរូបនីមួយៗអ្វីដែលខ្ញុំបានលើកឡើងខាងដើមខ្លាចមិនត្រឹមត្រូវយ៉ាងណាក៏សូមអធិស្ឋានសម្រាប់បងប្អូនប្រិយមិត្តទាំងអស់ផងដែរបាទមកដល់កន្លែងនេះគឺមានច្រកអាចឡើងទៅលើផ្នែកចេតិយខាងលើហ្នឹងមាន2ច្រកដូចគ្នាបាទឥឡូវយើងបន្តឡើងទៅផ្នែកខាងលើទៀតបងប្អូនយើងបាទតោះទៅជាមួយខ្ញុំបាទទាំងអស់គ្នាពីច្រក2នេះគឺយើងអាចឡើងមកហើយក៏យើងអាចធ្វើការចុះទៅតាមច្រកខាងនេះបានបងប្អូនយើងបាទឥឡូវផ្ដិតយករូបភាពចេតិយបាទឥឡូវយើងបានឃើញដាក់ឆ្នាំកសាងព្រមទាំងដាក់ឈ្មោះចេតិយដាក់ថាធម្មរាជចេតិយពុទ្ធសករាជ2512គ្រិស្តសករាជ1968បាទគឺជាការពិតដូចជាបងប្រុសបានជម្រាបជូនខាងដើមគឺចេតិយនេះកសាងឡើងក្នុងកំឡុងឆ្នាំ1968គឺជាស្នាដៃរបស់លោកលន់ ណុលព្រមទាំងភរិយាក្នុងគោលបំណងដើម្បីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធនៃយើងផងដែរឥឡូវនេះយើងបន្តដើរមើលមួយជុំហើយនឹងផ្ដិតយករូបភាពផ្នែកខាងក្នុងផងបាទឃើញថាក្បូរក្បាច់រចនានៃការកសាងចេតិយនេះគឺពោពេញទៅដោយការភ្ញីរំលេចដោយភាពស្រស់ស្អាតតាមបែបយុគសម័យនៅក្នុងកំឡុងឆ្នាំ1968ផងដែរគឺថាមានក្បាច់រចនាយ៉ាងផូរផង់មានបែបបាច់ការភ្ញីយ៉ាងស្រស់ស្អាតដែលយើងមិនអាចពណ៌នាបានអស់បាននៅឡើយទេនៅពេលនេះគឺខ្ញុំបានត្រឹមតែផ្ដិតយករូបភាពចែកជូនបងប្អូនបានទស្សនាកម្សាន្តពីព្រោះខ្លាចការបរិយាយពណ៌នាផ្សេងទៅវាអត់ត្រូវតាមប្រភពដើមអំពីប្រវត្តិដំណើរដើមទងចំពោះចេតិយនេះគឺនាំតែយើងខុសបងប្អូនបាទសូមអធិស្ឋានហើយយើងធ្វើការផ្ដិតយករូបភាពមួយជុំដើម្បីចែកជូនបងប្អូនបានទស្សនាកម្សាន្តសម្រាប់បងប្អូនយើងដែលមានដំណើរកម្សាន្តចង់មកលេងក្នុងសំពៅនេះគឺកុំភ្លេចឡើងមកដល់ចេតិយនេះផងបងប្អូនយើងបាទគឺមួយជាហៀងគឺដាក់រូបព្រះសង្ឃ2អង្គខាងនេះក៏មាន1អង្គដែរបងប្អូនយើងបាទហើយអត្តន័យខ្លឹមសារអំពីការដាក់រូបព្រះពុទ្ធ2អង្គដូច្នេះមិនដឹងថាយ៉ាងណាយ៉ាងណីខ្ញុំបាទសូមអធិស្ឋានគឺមិនអាចជម្រាបជូនបានទេបងប្អូនហើយសូមបងវ៉ែកាមេរ៉ាមកផ្ដិតយកផ្នែកខាងក្រោមគឺជាក្បូរក្បាច់រចនា
ហើយសម្រាប់បងប្អូនបានចូលទស្សនាយល់ឃើញយ៉ាងណាយ៉ាងណីអំពោះចេតិយដែលបានបន្សល់ទុកតាំងពីសម័យយូរលង់នេះបងប្អូនយើងបាទកុំភ្លេចចូលរួមខមមិនខាងក្រោមវីដេអូទាំងអស់គ្នាបាទមកដល់កន្លែងនេះគឺក៏មានដាក់តម្កល់រូបព្រះសង្ឃពីរអង្គខាងឆ្វេងខាងស្ដាំដូចគ្នាផងដែរកន្លែងនេះចេតិយមានដាក់ដូចជាបង្អួចចឹងបាទប៉ុន្តែมันមានបន្សល់ទុកនៅក្រងឆ្អឹងបង្អួចអីទេគឺនៅចំហតនេទេចេះចឹងណាបងប្អូនយើងបាទមិនដឹងថាវាបាក់បែកដោយសារកត្តាមួយចំនួនដូចជាធម្មជាតិឬក៏យ៉ាងណាដែរខ្ញុំបាទមិនអាចជម្រាបជូនបងប្អូនតាមរយៈការផ្ដិតរូបភាពនេះបានទេសូមអធិស្ឋានផងហើយមកដល់នេះក៏ឃើញមានរូបព្រះសង្ឃមួយអង្គទៀតផងដែរខ្ញុំជឿថាពាក់ព័ន្ធនឹងការដាក់រូបព្រះសង្ឃមួយទិសមានពីរអង្គនេះប្រកាសជាមានខ្លឹមសារអត្ថន័យទេបងប្អូនយើងបាទគិតដូចខ្ញុំដែរទេបងប្អូនបាទប៉ុន្តែគ្រាន់តែយើងមិនដឹងអំពីខ្លឹមសារនៃការដាក់រូបព្រះអង្គ4អង្គរបស់2អង្គសូមអធិស្ឋានគឺមួយទិស2អង្គមួយទិស2អង្គបាទហើយយើងទៅទស្សនាខាងនោះបន្តទៀតបាទមកដល់កន្លែងនេះក៏នៅតែដូចទិស2 3កន្លងមកដែរបាទគឺមានរូបព្រះសង្ឃដូចគ្នាតោះឥឡូវបងប្អូនយើងបាទសូមការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដីថែរក្សាទីកន្លែងនេះគឺសូមឡើងទៅផ្នែកខាងលើដើម្បីផ្ដិតយករូបភាពចែកជូនបងប្អូនបានទស្សនាតាមរយៈคลิปវីដេអូដ៏ខ្លីមួយនេះហើយសូមខន្តីអភ័យទោសផងមិនមែនមករំខានមានចេតនារុះរើកកាយអីទេបាទដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរក៏ដូចជានៅក្រៅប្រទេសដើម្បីបានទស្សនាចែករំលែកតាមរយៈคลิปវីដេអូរបស់ខ្ញុំបាទនេះផងដែរតោះយើងឡើងទៅលើទាំងអស់គ្នាបងប្អូនយើងបាទឥឡូវនេះវាហាក់ដូចជាសភាពល្ងិតហើយបងប្អូនបាទការផ្ដិតរូបភាពដូចជាមិនសូវបានល្អទេសូមអធិស្ឋានដោយសារតែរៀងដូចយប់បន្តិចហើយបាទសម្រាប់ខាងក្នុងនេះគឺជារូបរបស់ព្រះសម្មាសម្ពុទ្ធនៃយើងមើលអត់ឃើញទេបងប្អូនបាទសូមអធិស្ឋានបាទឥឡូវខ្ញុំបានមកដល់ផ្នែកខាងក្នុងហើយសូមផ្ដិតយករូបភាពផ្នែកខាងក្នុងយកចែកជូនបងប្អូនបានទស្សនានេះគឺជារូបរបស់ព្រះពុទ្ធដែលមានស្រីស្នំពីររូបកំពុងតែដង្វាយជូនព្រះអង្គឥឡូវយើងមើលបញ្ជុំទៀតបងប្អូនយើងសូមបញ្ជាក់ជូនបងប្អូនជាថ្មីបាទសម្រាប់ចេតិយនេះគឺជាការកសាងឡើងរបស់លោកលន់ណុលនៅក្នុងសម័យឆ្នាំ1968ក្នុងគោលបំណងដើម្បីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធនៃយើងរៀងដូចល្ងិតណាបងប្អូនយើងបាទសូមអធិស្ឋានគឺវាឲ្យតែធ្លាក់ទាំងយប់តិចមកគឺល្ងិតឈឹងតែម្ដងមកកន្លែងនេះតែខ្ញុំវត្តមកឲ្យដើម្បីកុំឲ្យខាតគឺឆ្លៀតប្រឹងផ្ដិតយករូបភាពមិនសូវបានល្អទេជូនបងប្អូនបានទស្សនាកំសាន្តបងប្អូនយើងដែលមកដល់លេងកំសាន្តកុំភ្លេចចូលរួមមកទស្សនាទីកន្លែងនេះផងបាទឥឡូវសូមផ្ដិតយករូបខាងក្នុងបាទសូមខន្តីអភ័យទោសចំពោះម្ចាស់ទឹកម្ចាស់ដីថែរក្សាទីកន្លែងនេះកូនចៅអត់មានបំណងអីទេគ្រាន់តែមកសូមផ្ដិតយករូបភាពចែកជូនបងប្អូនបានទស្សនាផ្សព្វផ្សាយតំបន់ទេសចររបស់ទីតាំងកន្លែងនេះឲ្យបងប្អូនយើងបានដឹងថាទីកន្លែងនេះគឺមានតំបន់ទេសចរយ៉ាងផូរផង់បែបធម្មជាតិឲ្យទាក់ទាញទេសចរមកលេងទីកន្លែងនេះបាទឥឡូវនេះបងប្អូនយើងមើលគឺជារូបតំណាងព្រះសម្មាសម្ពុទ្ធកំពុងតែស្នាក់អាស្រ័យនៅទីកន្លែងនេះ
ស្ដាយមែនទេបងប្អូនបាទមកដល់ទីកន្លែងនេះវាដូចជារំលឹកបន្តិចបាទតាមពិតគឺគោលបំណងរបស់ខ្ញុំបាទគឺមកដាច់រូបភាពក្នុងទ្រង់មន់ទ្រង់ទាទេប៉ុន្តែដែលឃើញទីកន្លែងគួរជាទីចាប់អារម្មណ៍អញ្ចឹងចូលមកថតទៅវាហាក់ដូចជាល្ងឹតរៀងដូចជ្រុលម៉ោងបន្តិចហ្នឹងបងប្អូនបាទសូមអធិស្ឋានបើសិនជាបងប្អូនពេញចិត្តទីកន្លែងនេះសូមកុំភ្លេចចូលរួម Subscribe YouTube របស់ខ្ញុំបាទហើយកុំ comment ខាងក្រោមនៅវេលាណាមួយថ្ងៃណាមួយគឺខ្ញុំមកធ្វើការសម្រាយអំពីចិត្តដីនេះម្ដងទៀតតាមរយៈការសិក្សាអំពីក្បួនក្បាច់រចនាផ្សេងៗសម្រាប់ពេលនេះខ្ញុំបាទលោកទុកឋានអរគុណជម្រាបលាបងប្អូនហើយបាទរៀបរយលំនិតណាស់